សំឡោទំពាំងបែបខ្មែរយើងរៀបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជួបគ្នាម្ដងទៀតហើយជាមួយនឹងមុខម្ហូបថ្មីតាមពិតទៅបងប្អូនជិះម៉ូតូឡើងមកផ្សារបដៅរនឹកមុខម្ហូបបដៅថាគួរតែធ្វើម្ហូបអីពួកអីនិយាយទៅយើងធ្វើម្ហូបរាល់ថ្ងៃក៏មានថ្ងៃណាមួយទៅថាយើងរនឹកមុខម្ហូបដែលថាយើងតែចង់ហូបអញ្ចឹងរនឹកក៏មិនឃើញដែរតែចៃដន្យអីមកដល់ផ្សារឃើញទំពាំងថ្លោះល្អក៏សម្រាប់ចិត្តថាស្លទំពាំងហ្មងទៅបងប្អូនសម្រាប់សាច់វិញនាងខ្ញុំយកត្រីពោបងប្អូនចូលចិត្តសាច់ប្រភេទផ្សេងក្រៅពីត្រីពោទេបងប្អូនអាចដាក់តាមចំណូលចិត្តបានតែសម្រាប់នាងខ្ញុំគឺខ្ញុំយកត្រីពោដោយសារតែពេលយើងសទៅស្លយើងធ្វើឲ្យបន្លែហ្នឹងវារៀងទន់ហើយនឹងឆ្ងាញ់ផងដែរឥឡូវនេះខ្ញុំចាប់ផ្ដើមលាងសម្អាតត្រីហើយកោសវាឲ្យស្អាតហើយនឹងយើងកាត់វាជាកង់ហើយយកមកទុកមួយឡែកសិនអញ្ចឹងណាបងប្អូនចាបន្ទាប់មកទៀតខ្ញុំចាប់ផ្ដើមបេះស្លឹកបន្លែផ្អែមប៉ុន្តែមិនដឹងថាខាងស្រុកបងប្អូនហៅដូចនេះខ្ញុំអត់ទេណាប៉ុន្តែនេះខ្ញុំសួរអ្នកលក់ទៅអ្នកលក់គាត់ថាអាហ្នឹងគេហៅស្លឹកបន្លែផ្អែមដាក់ទៅដើម្បីបន្សាបទំពាំងយើងអញ្ចឹងណាប៉ុន្តែបើសិនជាបងប្អូនមានស្លឹកផ្សេងដូចជាស្លឹកម្ទេសអីក៏ដាក់បានយើងចាប់ដើមបកសម្បកទំពាំងចេញខ្ញុំទិញទំពាំងហ្នឹងមកតែ1មើមទេបងប្អូនដោយសារតែក្នុងសមាជិកគ្រួសារខ្ញុំមានចំនួនតិចដែរទេអញ្ចឹងក៏សម្រាប់ចិត្តថាយកតែ1មើមមកពីយើងបកសបករួចយើងចាប់ផ្ដើមចិតផ្នែកណាដែលថាចាស់ចេញណាបងប្អូនរួចយើងយកទៅលាងទឹកហើយសឹមចាំយើងយកទៅចិតវាជាបន្ទះស្ដើងដើម្បីយើងស្លទៅធ្វើឲ្យឆាប់ទន់អូនក្នុងចំណុចនេះនាងខ្ញុំភ្លេចប្រាប់ថាយើងត្រូវត្រាំអង្ករមិនចាប់តិចណាហើយយើងយកទៅបុកវាឲ្យម៉ត់មកបន្ទាប់មកចាំយើងយកទៅលាយច្បល់ជាមួយនឹងទំពាំងដែលយើងចិតរួចណាហើយយើងច្បល់គ្នាមកឲ្យវាសព្វមកឲ្យទន់មិនដឹងថាខាងស្រុកបងប្អូនដូចខាងនេះខ្ញុំអត់ទេថាពេលដែលស្លមួយមុខហ្នឹងគឺអត់ចោលទេប្រហុកហើយនឹងអង្ករហើយនឹងមួយទៀតម្អមចាឥឡូវនេះបន្ទាប់ពីយើងសាប់ទំពាំងរួចយើងដាក់អង្ករដែលបានបុកហើយហ្នឹងចូលគ្នាហើយយើងចាក់ទឹកបន្តិចមកណាបងប្អូនឲ្យសើមបានហើយដើម្បីឲ្យវាសើមយើងច្បល់ចូលគ្នាទៅបន្ទាប់មកចាំយើងចាក់ទឹកមកល្មមហើយយកទៅដាក់វាឲ្យពុះ2-3ពុះសិនទៅព្រោះនាងខ្ញុំវិញមកហៅម៉ាក់មុខផ្ទះហ្នឹងស្មានតែមានការអីបាត់កូនមកប្រាប់ថាលោកនិមន្តបិណ្ឌបាតសោះបងប្អូនងាកមកមើលសម្លយើងវិញសម្លយើងពុះហើយយើងចាប់ផ្ដើមដួសពពុះចេញខ្ញុំចាប់ដើមជ្រុំប្រហុក2-3ចង្វាបងប្អូនតបមកទៀតយើងចាប់ដើមដាក់អំបិលប៊ីចេងស្ករហើយនឹងត្រីដែលយើងបានលាងសម្អាតមុនហ្នឹងយើងដាក់ចូលមកបងប្អូនហើយយើងគ្របវាទុកចោលរហូតទាល់តែពុះបានយើងចាប់ដើមបង់បន្លែផ្អែមយើងចូលមកបងប្អូនជាចុងក្រោយខ្ញុំចាប់ផ្ដើមដាក់ម្អមចូលជាការស្រេចកុំភ្លេចជួយ Subscribe Channel YouTube នាងខ្ញុំម្នាក់មួយផងបងប្អូនដើម្បីទទួលបានវីដេអូថ្មីបន្ថែមទៀតសូមអរគុណ